នេះខ្ញុំនឹងបង្ហាញពីមេរៀនមួយគឺ pointer គឺជាមេរៀនមួយសំខាន់ណាស់ហើយគ្រប់អ្នកសិក្សាមេ C++ ទាំងអស់គឺមានការពិបាកណាស់ចំពោះ pointer តែប៉ុណ្ណឹងឥឡូវនេះខ្ញុំសូមបង្កើតថេមួយឈ្មោះថា x តែខ្ញុំឲ្យតម្លៃវាស្មើនឹង8ដល់មកទៀតខ្ញុំបង្កើត pointer មួយឈ្មោះថា PTR pointer ហើយការបង្កើត pointer យើងចាំបាច់ទៅដល់សញ្ញាផ្កាយអូខេមកទៀតយើងឥឡូវយើងចង់ឲ្យ pointer នោះ point ទៅចាប់តម្លៃ8យកមកបង្ហាញមានតែ PTR នោះចាប់យកតម្លៃ8យើងត្រូវធ្វើម៉េចទី1យើងត្រូវឲ្យ pointer នោះចាប់ទៅយក address មានន័យថាឲ្យ PTR នោះចូលទៅលើ address របស់ extension ដល់មកទៀតយើងនឹងនៅពេលវាចូលលើ address មានន័យថា pointer នោះនឹងឲ្យចាប់ទៅយកតម្លៃនៅក្នុង address ជាងការអូខេនៅទី1យើងត្រូវឲ្យ PTR នោះស្គាល់នៅ address របស់ extension PTR ស្មើនឹង x មានន័យថា address របស់ x គឺជា address របស់ PTR វាចាប់យក address ហ្នឹងហើយនៅពេលដែលយើងប្រើប្រាស់ការ PTR នឹងទៅចាប់យកតម្លៃ x មានន័យថាចេះនៅពេលដែលយើងអត់ទាន់មានប៉ុណ្នេះ PTR នេះគឺជា pointer វា point ទៅរកតម្លៃណាដែលជា integer ប៉ុន្តែវាអាច point ទៅរកតម្លៃ x បានទេព្រោះអីគ្មានទីណាចង្អុលឲ្យយើងទៅចាប់តម្លៃ x ទេអញ្ចឹងវាអត់ទាន់ចាប់ឲ្យបានទេវាអាចនៅពេលដែលយើងដាក់តម្លៃវា PTR ស្មើនឹង x មានន័យថា PTR ចាប់យក address របស់ x អញ្ចឹងកាយ pointer គឺស្មើនឹងតម្លៃរបស់តម្លៃដែលនៅក្នុង address របស់ x នោះគឺ8នេះចាំមើលយើង see out ទាំងអស់គ្នា see out the value cái PTR ទៅវាស្មើប៉ុន្មានអូខេគឺcái PTRអូខេហើយយើង integer នេះចូលទៅមួយទៀតគឺយើងបង្ហាញតម្លៃ PTR មានន័យថានេះមានន័យថាតម្លៃ address របស់ x ហ្នឹងគឺតម្លៃរបស់ PTR ស្មើនឹងតម្លៃរបស់ address របស់ x ហើយយើងប្រើ operator នឹងអូខេហើយយើងវាសញ្ញាស្មើ PTR ធម្មតាយើងបាននេះហើយឃើញហើយគឺកាយ PTR ស្មើនឹង8ហើយ PTR ស្មើនឹង0.28 F PF8 គឺជាតម្លៃ address របស់គឺជាទីតាំង address របស់ x មិនមែនជារបស់ PTR ទេ PTR គ្មានទីតាំង address ខ្លួនឯងទេវាចូលទៅលើ address របស់ x មួយទៀតវាប្រើ pointer មានន័យថា pointer យើងនេះបង្កើត address ថ្មីខ្លួនឯងដោយមិនចាប់យក address ពី x មកចូលទេបង្កើត address ថ្មីខ្លួនឯងប៉ុន្តែវាទៅចាប់យកតម្លៃរបស់ x តែម្ដងចាប់តម្លៃរបស់ x មកដាក់ក្នុង address របស់ខ្លួនមិនវាសុំ address របស់គេឈរហើយចាប់យកតម្លៃរបស់គេប៉ុន្តែឥឡូវយើងមើលវិធីដែលវាបង្កើត address ឈរខ្លួនឯងហើយវាចាប់តម្លៃរបស់គេវិញគឺចេះដំបូងយើង PTR ស្មើ new គេយើងចង់ PTR នេះឈរ address ជា float ជា share ជា integer មួយណាឥឡូវគេ integer អញ្ចឹងវាអាចបង្កើត address មួយឈរខ្លួនឯងនៅក្នុង location memory ហើយតែវាអត់មានតម្លៃទេពេលយើង see out របស់វាគឺវាគឺជា see out address របស់វាអញ្ចឹងឥឡូវយើងសាក see out PTR នេះតើវាចេញ PTR ចេញជាគេបានអូខេគឺវាចេញ address ដែលយើងបង្កើតឲ្យ location ហ្នឹងវាចេញហើយគឺ0.5 0C88អញ្ចឹងវាបង្កើត address របស់ខ្លួនឯងបានហើយបើសិនជាករណីដែលយើងលុបនេះចេញហើយយើងបានគឺថាវាចេញពីគេវាចេញ address ដែរប៉ុន្តែចេញ address ផ្សេងវាមិនជា address របស់ខ្លួនវាទេយើងបានវាចេញ address វាជា PTR វាចេញជាតម្លៃផ្សេងហើយយើងចង់ឲ្យមានន័យថាយើងចង់ឲ្យ PTR នឹងចាប់យកតម្លៃ x យើងបានបង្កើតវា PTR ឲ្យវាមាន new address មកnew address យកជា integer បន្តមកទៀតយើងចាប់យកតម្លៃដាក់នៅក្នុង address ហ្នឹង PTR នឹងគឺស្មើនឹង x មានន័យថាចាប់យកតម្លៃរបស់ x មកដាក់ចូលក្នុង address ហើយទៅយើង see out ឥឡូវឧបមាថាយើង see out វាជា PTR ដែរយើងនៅតែ
ជា address គឺមាន pointer 3វាមាន address របស់វាគឺ address នេះបង្កើតហើយឥឡូវយើងបង្កើតហៅតម្លៃតែបណ្ដាចូលពី TR វាចឹងហើយជាតម្លៃ8បាទចប់ទៅណា